នេះគឺជារថយន្ត Avatar 12 Option Ultra ជំនាន់ថ្មីស៊េរីឆ្នាំ2026ចំពោះ Avatar 12នេះគឺនៅក្នុង stock បច្ចុប្បន្នគឺយើងមានត្រឹមតែ2គ្រឿងនៅក្នុង stock ឯងបងហើយចំពោះតម្លៃរបស់គេវិញហ្នឹងគឺតម្លៃត្រឹមតែ$60,000ស្ដើងទេអ្វីដែលតែពិសេសទៀតហ្នឹងរាល់ការធ្វើការជាវឥឡូវនេះគឺបងប្អូនទទួលបាននៅកញ្ចប់ free មានរហូតដល់ចំនួន11មុខជូនបងប្អូនផងដែរហើយចំពោះ Avatar 12នេះគឺបានបំពាក់មកជាមួយនឹងកញ្ចក់ digital ហើយភ្ជាប់មកជាមួយនឹងរង្វង់កង់ដែលមានទំហំ21អ៊ីងផងដែរហើយសម្រាប់ Avatar 12 Option Ultra 2026នេះបងគឺបានបំពាក់មកជាមួយនឹង LiDAR ដែលជាជំនាន់ថ្មីដាំ logo Avatar នៅចំកណ្ដាលនេះផ្ទាល់តែម្ដងហើយចំពោះ LiDAR នេះគឺមានសរុបចំនួនទាំងអស់គឺ4គ្រាប់បន្ថែមមកជាមួយនឹង radar ដែលមានចំនួនសរុបទាំងអស់5គ្រាប់ជាមួយនឹង sensor 12គ្រាប់ជាមួយនឹងកាមេរ៉ា11គ្រាប់ផងដែរបើយើងក៏លេចមកមើលពីផ្នែកខាងក្រោយនៃរថយន្តវិញបងគឺបានបំពាក់មកជាមួយនឹង spoiler ដែលសម្រាប់ spoiler នេះគឺវាមានភាពឆ្លាតវៃមែនតើក្នុងពេលដែលបងធ្វើការជន់ល្បឿនគឺវានឹងបិទបើកអូតូម៉ាទិកជូនបងតែម្ដងហើយសម្រាប់គ្លុបខាងក្រោយនេះវិញគឺមានសភាពធំទូលាយដែលបងអាចធ្វើការផ្ទុកអីវ៉ាន់បានដោយងាយស្រួលនិងបានច្រើនផងដែរចំពោះដៃទ្វារវិញបងគឺគេ design មកជាលក្ខណៈដៃទ្វារជំនាន់ថ្មីនៃរថយន្ត Avatar គឺបែបនេះបងហើយចំពោះទ្វារនេះផងដែរគឺមានមុខងារអូតូជាមួយនឹងបឺតទាំង4គ្រាប់តែម្ដងបើយើងក៏លេចមកមើលពីផ្នែកខាងក្នុងនៃរថយន្តវិញបងសម្រាប់ស្បែកពូគឺឃើញថាជាលក្ខណៈបែបស្បែកសុទ្ធតែម្ដងដែលមានសភាពទន់ល្មើយងាយស្រួលក្នុងការអង្គុយហើយចំពោះពណ៌វិញខ្ញុំជឿជាក់ថាបងប្រកាសជាស្រឡាញ់ទៅលើពណ៌មួយនេះដែលគេនិយមហៅថាពណ៌ cherry បងហើយសម្រាប់ពណ៌ cherry នេះផងដែរគឺមានអតិថិជនគាត់ធ្វើការសួររកគឺច្រើនមែនតែម្ដងបើយើងក៏លេចមកមើលពីចកូតរបស់ Avatar 12នេះវិញគឺជាការ design មកគឺជា signature របស់ Avatar 12តែម្ដងចាដែលមានដាំ logo ជាមួយនឹង logo របស់ Avatar ផ្ទាល់តែម្ដងបងចាសម្រាប់ Avatar 12ជំនាន់ថ្មីនេះគឺបានបំពាក់មកជាមួយនឹង software update version 2026ដែលបងអាចធ្វើការ connect បទចម្រៀងហើយវា support ជាមួយនឹងភាសាខ្មែរនៅលើ screen នៅខាងលើនេះផ្ទាល់តែម្ដងហើយចំពោះ screen នៅចំខាងលើនេះវិញគឺមានទំហំរហូតដល់ 35.4 អ៊ីងផងដែរបងហើយបើយើងក៏លេចមកមើលពី screen digital ឬមួយក៏កញ្ចក់កាមេរ៉ាមើលខាងក្រោយនេះវិញគឺមានទំហំរហូតដល់6អ៊ីងគឺមានភាពងាយស្រួលក្នុងការមើលខាងក្រោយខ្លាំងមែនតើបងចាហើយបើយើងក៏លេចមកមើលនៃចំកណ្ដាលនេះវិញគឺមាន wireless charge ដែលបងអាចធ្វើការសាកទូរស័ព្ទដោយមិនចាំបាច់ប្រើខ្សែហើយចំពោះ wireless charge នេះគឺបងអាចធ្វើការសាកបានទាំងសងខាងតែម្ដងបងចាហើយសម្រាប់កៅអីផ្នែកខាងក្រោយនេះបងដូចបងបានឃើញស្រាប់ចឹងគឺមានភាពសភាពធំទូលាយមែនតើដែលងាយស្រួលក្នុងការអង្គុយមិនថាបងបើកផ្លូវខាតឆ្ងាយយូរប៉ុណ្ណាក៏ដោយគឺវាមានភាព comfortable ហើយអ្វីដែលសំខាន់ទៅទៀតហ្នឹងគឺបងអាចធ្វើការសេរីទៅលើកៅអី massage និងក្តៅត្រជាក់បានដោយងាយស្រួលនៅខ្លួនឯងផ្នែកខាងក្រោយនេះផ្ទាល់ហ្មងព្រោះដោយសារវាមានជាមួយនឹង function វាហើយនឹង touch screen នៅខាងក្រោយនេះអញ្ចឹងបងអាចធ្វើការសេរីបញ្ជាដោយខ្លួនឯងបានដោយងាយស្រួលហ្មងហើយចំពោះនៅខាងក្នុងនេះវិញគឺបងអាចធ្វើការដាក់ទូរស័ព្ទក៏ដូចជាបងអាចធ្វើការសាកនឹងទូរស័ព្ទបងបានផងដែរហើយបើសិនជាបងសួរថាចុះកន្លែងដាក់កៅកាហ្វេនៅកន្លែងណាចាបងនេះគឺជាកន្លែងដែលបងអាចធ្វើការដាក់ដបទឹកក៏ដូចជាកៅកាហ្វេបានងាយស្រួលមែនតើហ្មងណាហើយអ្វីដែលនេះខ្ញុំចង់មកបញ្ជាក់ជូនបងទាំងអស់គ្នានៅចំណុចពិសេសនៃផ្នែកខាងក្រោយនេះបងចំពោះចំណុចពិសេសរបស់គេហ្នឹងគឺបងអាចធ្វើការមើល movie ក៏ដូចជា enjoy បានដោយងាយស្រួលមែនតើហ្មងមើលទៅគឺលក្ខណៈ luxury ហ្មងបងហើយចំពោះ DVD screen នៅចំកណ្ដាលផ្នែកខាងក្រោយនេះគឺមានទំហំ16អ៊ីងបងអូខេបងទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីមើលការ review របស់នេះខ្ញុំហើយតើបងមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះរថយន្ត Avatar 12 Option Ultra ស៊េរីឆ្នាំ2026នៅខាងក្រោយក្នុងនេះខ្ញុំនេះចាហើយបើសិនជាបងមានចំណាប់អារម្មណ៍បងអាចធ្វើការ add Telegram មកតាមរយៈនាងខ្ញុំសុផានៅផ្ទាល់តែម្ដងតាមលេខទូរស័ព្ទដែលមាននៅខាងក្នុងវីដេអូនេះផ្ទាល់ឬមួយក៏បងអាចធ្វើការណាត់នាងខ្ញុំដើម្បីមកមើលរថយន្តផ្ទាល់នៅ showroom RB Auto យើងខ្ញុំដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវមករទ្ធីផ្ទាល់តែម្ដងចាកុំភ្លេចមកទាំងអស់គ្នាអរគុណច្រើនបាយបាយ